សូមក្រឡេកមើលបុរសម្នាក់នេះកំពុងបីនារីតូចម្នាក់នៅក្នុងដៃអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនារីម្នាក់នេះមិនមែនជាតុក្កតាទេតែជាភរិយារបស់គាត់ឈ្មោះជូធីដែលត្រូវបានគេទទួលស្គាល់ថាជាស្ត្រីដែលមានកម្ពស់ទាបបំផុតនៅលើពិភពលោកថ្មីនេះនាងជូធីថែមទាំងបានប្រកាសដំណឹងល្អថានាងកំពុងមានផ្ទៃពោះទៀតផងដែលជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលជូធីបានកើតមកជាមនុស្សទឿដោយសារតែបញ្ហាដំណក់ពូជអេចនអូប្រាស៊ីដែលបណ្ដាលមកពីឪពុកម្ដាយរបស់នាងជាបងប្អូនជីដូនមួយនឹងគ្នាទោះបីជាមានវ័យជាង30ឆ្នាំហើយក៏ដោយក៏កម្ពស់របស់នាងនៅតែមិនដល់30សង់ទីម៉ែត្រតិចជាង1ហ្វីតដែលមានន័យថានាងនៅតែមានកម្ពស់ពុនកាលពីនាងនៅក្មេងអ្នកស្រុកនៅទីនោះតែងតែហៅនាងថាម្រាមដៃឬនារីតូចទោះបីជានាងជូធីធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបុរសដែលមានកម្ពស់ខ្ពស់ជាច្រើនអ្នកក៏ដោយនៅទីបំផុតនាងបានសម្រេចចិត្តរៀបការជាមួយបងប្អូនជីដូនមួយរបស់នាងផ្ទាល់ស្វាមីរបស់នាងស្រឡាញ់និងថ្នាក់ថ្នមនាងយ៉ាងខ្លាំងហាក់ដូចជាត្បូងដ៏មានតម្លៃនៅក្នុងបាតដៃរបស់គាត់រឿងរ៉ាវស្នេហារបស់ជូធីបានបង្ហាញឲ្យពិភពលោកឃើញថាស្នេហាមិនតម្រូវឲ្យមានកម្ពស់ឬរូបរាងស្មើគ្នានោះទេអ្វីដែលសំខាន់គឺការយល់ចិត្តនិងការស្រឡាញ់គ្នាទៅវិញទៅមក